នេះបានពិតជាស្ដេចឡានស្ពណ៌ចង់រីកដៃគោលប៉ុន្មានជាន់ឬគ្មានស្ពានឆ្លងក៏ BYD យ៉ាងវ៉ាង Unite អត់ព្រឹកដែរហោះរំលងផុយតែម្ដងនេះស័ក្តិសមបំផុតសម្រាប់ប្រើនៅក្នុងតំបន់មានឧបសគ្គច្រើននិងតំបន់ដែលសម្បូរអូហើយគ្មានស្ពានឆ្លងកាត់នោះនៅក្នុងការបង្ហាញដ៏អស្ចារ្យរបស់ខ្លួននៅក្នុងពេលថ្មីនេះអំពីការច្នៃប្រឌិតដែលសឹងតែមិនគួរឲ្យជឿនោះក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់ចិនបានរៀបរាប់យ៉ាងលម្អិតបែបនេះថារថយន្តដែលកំពុងតែធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនេះគឺជារថយន្តស្ពណ៌អគ្គិសនីដែលអាចហោះរំលងឧបសគ្គនានាបានចម្ងាយប្រមាណជា6ម៉ែត្រពលគឺបើឃើញដៃគោលរាយប៉ាយនៅខាងមុខមិនបាច់ចុះរើយកចេញនោះទេហោះរំលងយកតែម្ដងហើយបើនៅតំបន់មានអូឬក៏បឹងតូចល្មមហើយគ្មានស្ពានឆ្លងកាត់កម្ពុជារថយន្តស្ពណ៌មួយប្រភេទនេះក៏អាចហោះរំលងបានដែរដោយសារតែវាមានបំពាក់នូវបច្ចេកវិទ្យា DZX ដែលជួយឲ្យរថយន្តនេះអាចទប់ទល់ទៅនឹងទំនាញផែនដីបានក្រុមហ៊ុន BYD បានបង្ហាញបន្តថារថយន្តស្ពណ៌យ៉ាងវ៉ាង Unite ក្រៅពីអាចរំលងឧបសគ្គបានចំនួន6ម៉ែត្រក៏អាចរត់ក្នុងល្បឿនរហូតដល់391គីឡូម៉ែត្រនៅក្នុង1ម៉ោងផងដែរជាមួយនឹងកម្លាំងម៉ាស៊ីន1305សេសដែលអាចបង្កើនល្បឿនបានពី0ទៅ100គីឡូម៉ែត្រនៅក្នុង1ម៉ោងនៅក្នុងរយៈពេលត្រឹមតែ 2.36 វិនាទីតែប៉ុណ្ណោះលើសពីនេះទៅទៀតនោះយ៉ាងវ៉ាង Unite ប្រើពេលសាកថ្មត្រឹមតែ10នាទីតែប៉ុណ្ណោះគឺអាចឡើងពី30ទៅ 80% ហើយបើសាកពេញអាចជិះបានរហូតដល់456គីឡូម៉ែត្របើនិយាយអំពីការរចនាវិញយ៉ាងវ៉ាង Unite មិនធ្វើឲ្យអ្នកប្រើប្រាស់ខកចិត្តនោះឡើយដោយសារតែវាលាតសន្ធឹងដល់ប្រវែង4ម៉ែត្រ96សង់ទីម៉ែត្រហើយមានទទឹង2ម៉ែត្រសូមបញ្ជាក់ថាឥឡូវនេះសម្រាប់កម្ពុជារថយន្តស្ពណ៌មួយប្រភេទនេះគឺអាចបញ្ជាទិញទុកមុនបាននៅក្នុងប្រទេសចិនក្នុងតម្លៃប្រហែលជា $243,000